តតនឹង 3D ហ្នឹងគឺយើងអាចប្រើបានជាទម្រង់ចេះឧទាហរណ៍ថាឥឡូវអ្នកទាំងអស់ចង់ធ្វើប្រអប់ 3D មួយដែលយកវីដេអូទៅផ្គុំអញ្ចឹងខ្ញុំ delete track ចាស់អស់ background ទុកនៅដដែលខ្ញុំត្រូវឆែកពណ៌អញ្ចឹងទៅមកពណ៌វាចាស់ពេកអញ្ចឹងគឺយើងទៀមទីឲ្យយើងមាន track វីដេអូចំនួន7 track បាទ7 track បាទ7 track បាទទាំង track background មួយទៀត8ហើយបើយើងធ្វើតែ7ក៏បានដែរហើយយើងទាញឥឡូវឧទាហរណ៍ខ្ញុំប្រើ solid ចុះប្រើ solid ក៏បានដែរប្រើវីដេអូទៅខ្ញុំឲ្យថារៀនវីដេអូយករូបមកប្រើនេះជាវីដេអូទី1វីដេអូទី2វីដេអូទី3វីដេអូទី4វីដេអូទី5សំឡេងយើងមិនបាច់ខ្វល់ទេទី6ចេញយើងលុបសំឡេងចោលអីដោយចឹងយើងមានឥឡូវនេះយើងមានចំនួនមួយដុល្លារផ្គុំនេះទៅម៉េចការផ្គុំហ្នឹងគឺតាក់ទងទៅនឹង group បាទ group ម៉េចបាទអញ្ចឹងយើងចង់ group គឺមានសញ្ញានេះ group ចូលនិង group ចេញវាមាន make child make parent បាទខាងមុខនេះគេហៅថា make composition child បើតាក់ទង track ឯណាយើងមានវីដេអូប្រហែលលើ track ហ្នឹងគឺដើរអញ្ចឹងដូចគ្នានៅពេលយើងធ្វើការលើ track អញ្ចឹងខ្ញុំ make child ដើម្បីអីដើម្បីឲ្យ track នេះคล้ายទៅជា child របស់ track នេះអញ្ចឹង track នេះคล้ายជា parent យល់ន័យហ្នឹងពាក្យថា parent មានន័យថាអាណាព្យាបាលអញ្ចឹង track ណាដែលនៅក្រោមគឺជា child អញ្ចឹងវាកាលណាវាចូលនេះឃើញវា group ចូលសញ្ញានេះគឺ make composite child អញ្ចឹងវាคล้ายជា child ចុចនេះទៀតคล้ายជា child ទៀតចុចនេះទៀតคล้าย child ទៀតអញ្ចឹងឲ្យវីដេអូទាំង6ដែលយើងបានទាញដាក់លើ timeline ហ្នឹងคล้ายទៅជា child យល់ហើយហ្នឹង child របស់អីរបស់ clip ទី1នេះ clip ទី1ហ្នឹងមិនបាច់ដាក់រូបរាងវាទេមិនបាច់ដាក់ទាំងអស់គ្រាន់ rename វាដាក់ថា parent តួនាទីវាសម្រាប់ control បាទសម្រាប់ control កែវនឹងឆាទាំងអស់ចេះដល់ពេល group ហើយយើងត្រូវម៉េចយើងត្រូវឆែក track ទាំងអស់ហ្នឹងទៅជា 3D ទាំងអស់ track ដែលយើងមានវីដេអូហើយហ្នឹងនេះទៅ 3D ទាំងអស់ហើយសូម្បីតែ parent យើងត្រូវទៅ 3D ដែរប៉ុន្តែ parent នៅពេលដែលคล้ายទៅជា parent របស់ child ទាំង6ហ្នឹងគឺគាត់គឺគាត់មានថែមបាទ parent motion មួយទៀតដែលលើសពី parent ខ្លួនឯងហ្នឹងអានេះ parent របស់ track ខ្លួនឯងនេះជា parent មួយទៀតដែលគេបង្កើតឲ្យក្រោយពីគាត់ខ្លាយទៅជា parent មេក្រោយពីគាត់គេតាំងគាត់ខ្លាយជា parent ហ្នឹងឲ្យគ្រប់គ្រងកូនទាំង6នាក់ហ្នឹងគឺគាត់មាន parent motion មួយទៀតចុចលើ parent motion ហ្នឹងហើយឆែកទៅ 3D ដូចគ្នា
យល់ហ្នឹងបាទនៅពេលដែលខ្លាយទៅជា 3D អស់ហើយបាទខ្លាយជា 3D អស់ហើយកាលណាខ្លាយជា 3D អស់ហើយយើងឃើញសញ្ញានេះបាទសញ្ញានេះគឺបានចេញនៅក្រៅតែពេលយើងចូលមកឆែកនៅក្រៅនេះក៏បានដែរប៉ុន្តែខ្ញុំចង់ឲ្យចូលក្នុងនេះដើម្បីយើងស្គាល់កន្លែងយើងចុចនេះក៏បានដែរនេះតំណាងឲ្យ 3D អស់ហើយគេ 3D អស់លេង 3D ទាំងអស់អញ្ចឹងដល់ពេលទៅ 3D ទាំងអស់ហើយអ្នកនរនេះអត់លំបាកទេគឺគ្រាន់តែផ្គុំ6ហ្នឹងឲ្យទៅជា 3D គុំមកគឺយើងចុចលើ track motion ទី1របស់វីដេអូទី1ហើយយើងកំណត់ថាម៉េចកំណត់ឲ្យដើម្បីផ្គុំបានហ្នឹងយើងប្រើវិធីមិនប្រើឥឡូវខ្ញុំប្រើវិធីរបស់ខ្ញុំគឺខ្ញុំប្រើ position ឲ្យ400ចុះទៅក្រោយណាអានេះទៅក្រោយហើយទី2 z ដក400មកមុខឃើញទេហើយទី3ខ្ញុំបវល់អានេះ90ដឺក្រេអា y ដើម្បីបវល់ object ហ្នឹងយើងអាចមើលអត់ដឹងប៉ុន្តែខ្ញុំនឹងសូនេះបវល់អញ្ចឹងបវល់ចឹងហើយរុញវាមកខាងគឺ x 300ចឹងទៅឬ400ចឹងទៅណាអញ្ចឹងវាខ្លាយទៅជាអញ្ចាំងមួយហើយបាទអញ្ចឹងដើម្បីមើលឃើញខ្ញុំចូលទៅឆែងទៅលើ parent motion ទាំងមូលឆែងមិនគឺឆែងឲ្យវាទៅក្នុងដើម្បីយើងអាចមើលឃើញថា600ទៅឃើញទេនេះឲ្យវាទៅអសិទ្ធគឺមុខក្រោយចាំទេអញ្ចឹងនៅពេលវាទៅក្នុងហើយនេះវាចូលទៅក្នុងយើងមើលពីលើវាទៅក្នុងណាបើយើងមើលពីឆ្វេងមកឆ្វេងមួយពីមុខអញ្ចឹងនៅពេលវាចឹងយើងអាចប្រវល់មើលបាននេះប្រវល់ពីលើមើលទៅឃើញទេនេះកុំនេះណា 3D អាទី1ខ្ញុំឲ្យមកមុខអាទី1ឲ្យទៅក្រោយទី2ឲ្យមកមុខទី3ឲ្យមកឆ្វៀកចំហៀងអញ្ចឹងខ្ញុំបិទ parent វិញហើយទី4ខ្ញុំឲ្យមកនៅខាងឆ្វេងគឺលេខទី4ខ្ញុំឲ្យមកនៅខាងឆ្វេងគឺខ្ញុំប្រវល់ orientation 90បាទហើយខ្ញុំរុញវាមកអា x មកឆ្វេងគឺដក400មកមកឆ្វេងវិញទៀតហើយពីរទៀតគឺពីលើក្រោមបាទអញ្ចឹងយើងត្រូវប្រវល់ពីរទៀតគឺពីរទៀតដើម្បីប្រវល់ឲ្យខ្លាយជាដបូលបានដល់នេះចង់ធ្វើដបូលគេប្រវល់ x 90លើ orient ណាហើយវាទៅប៉ែទាំងសិនហើយចាំតម្លើងវាមកលើ y position នោះចាច្រើនពេកនេះហើយទី7ចុងក្រោយគឺយើងធ្វើដូចគ្នាគឺ file orientation ចឹងមកហើយនឹងដកវិញដក360អីចឹងទៅទៅក្រៅអីច្រឡំ x y 360ដកបានប្រអប់មួយបិណ្ឌក៏អត់ចិត្តហេតុអីព្រោះប្រអប់យើងដើម្បីចិត្តបានតើតែវា4ជ្រុងស្មើប៉ុន្តែឥឡូវនេះអត់ចិត្តដោយសារអីគឺប្រហោងដោយសារវីដេអូយើងຂະຫນាត7ឲ្យ5.6អត់4ជ្រុងស្មើទេប្រអប់ cube ហើយគូបនៅខ្មែរយើង cube ហ្នឹង4ជ្រុងស្មើបានវាបិទចិត្តបាទអញ្ចឹងយើងចង់បិទចិត្តយើងនឹងពេលយើងរៀនដល់ After Effects យើងនឹងធ្វើប្រអប់នឹងម្ដងទៀតប៉ុន្តែវិធីធ្វើឲ្យបិទចិត្តប៉ុន្តែសារ Vegas វាពិបាកក្នុងការកាត់មានន័យថាយើងចង់កាត់ឲ្យវា4ជ្រុងវាពិបាកមិនថាធ្វើបានទេពិបាកគាត់ថាវាពិបាកបន្តិចអញ្ចឹងខ្ញុំគាត់ធ្វើប៉ុណ្ណឹងឥឡូវនេះគឺយើងហើយអញ្ចឹងយើងចង់ប្រវល់មើលយើងចូលទៅកាន់ parent motion របស់ track ដំបូងគេដែលយើងបង្កើតវាជា parent ណាដើម្បីអីដើម្បីយើងអាចប្រវល់ 3D នឹងមើលបានបាទឃើញទេយើងធ្វើប្រអប់មួយប្រវល់មកជុំមកឥឡូវខ្ញុំ add keyframe ហ្មងកុំឲ្យថាពិបាក
ខ្ញុំ add keyframe លើ rotation ដល់មកដល់15ហ្នឹងពវល់លើ x 360លើ y 180លើ x ចឹងទៅបាទអញ្ចឹងយើងនេះបាទញញលេទៅអូខេទៅយឺតតិចវីដេអូមួយ play មួយគ្នាឃើញទេទៅ 3D យឺតហើយបាច់ភ័យទេលើខ្ញុំបិទសិនហ្នឹង play ក្រោយអូ add keyframe ហួសអូខេបាទនេះអូខេអញ្ចឹងនេះវិធីប្រើប្រាស់គ្រប់នឹង parent ហើយឥឡូវខ្ញុំសូមបញ្យល់មូលហេតុអីបានខ្ញុំបង្កើត track 17បាទគឺដោយសារតែមាន background មួយទៀតណាទី1គឺយើងត្រូវបង្កើត track មួយប៉ុន្តែអាចមិនបាច់ក៏បានដែរបើមិនអ្នកនឹងគិតថាវាមិនចាំបាច់យើងអាចយកវីដេអូ clip track ណាមួយនេះធ្វើជា parent ក៏បានដែរវាមិនខាត track ប៉ុន្តែដើម្បីឲ្យដាច់គ្នាគឺខ្ញុំត្រូវបង្កើត track មួយទី1ហ្នឹងដាក់ឲ្យវាជា parent កំណត់ឲ្យវាជា parent ជាឪពុកហើយដើម្បីកំណត់វាជា parent បានងាយគឺគ្រាន់តែចុចប៊ូតុង make composition ឆាមានថាយក track ផ្សេងទៀតចាប់ពីទី2ទៅឲ្យធ្វើជាឆាលរបស់ទី1ដល់ពេលខ្លាយជាឆាលរបស់ទី1អស់ហើយ6 track ហ្នឹងបាទយើងអាចប្រើ track parent តែមួយ parent motion តែមួយគឺយើងអាច control បានប៉ុន្តែលុះត្រាណាតែដើម្បីឲ្យទៅចឹងបានលុះត្រាណាតែវាជា 3D track យល់ទេ 3 dimension track ទើបអាចធ្វើការនឹងបានអញ្ចឹងបាទនេះគ្រាន់តែវិធីប្រើប្រាស់ parent តាមពិតវាមិនចាំបាច់ប៉ុន្តែសារ Vegas មានអញ្ចឹងបញ្យល់ទៅដល់ពេលចង់ 3D អញ្ចឹងគេទៅ After Effects ទេនោះវា easy ជាងហ្នឹងមិនបាច់ចាំ make child make parent អីមាន make child make parent ដូចនេះតែវាស្រួលជាងវាមិនយ៉ាងវិញប៉ុន្តែមិនមែនថាអីមិនត្រូវចេះទេត្រូវចេះប្រឡងអញ្ចឹងហ្នឹងអូខេអញ្ចឹងយើងចង់make parent វិញចុចអានេះណាបាទអញ្ចឹងdelete ចោលញ៉ាច់លីអញ្ចឹងនេះគ្រាន់តែជាតាក់ទងនឹង track motion គ្រាន់តែបញ្យល់ឲ្យល្អបន្តិចដើម្បីឲ្យប្រើទៅមិនមានបញ្ហាហើយអ្នកក៏អាច save អ្វីអ្នកទាំងអស់គ្នាកែហ្នឹងទុកបានដែរដោយគ្រាន់តែដាក់ឈ្មោះហើយចុចប៊ូតុង save មកវាជាប់ហើយវាថតជាប់ក្នុងហ្នឹង1 2 3ហើយចង់លុបវិញនេះខ្វែងបាទហ្នឹង track motion ពាក្យថា track មានន័យថាបាទមានន័យថាកិច្ចការទាំង line ណាដែលនៅលើ track មានន័យថាកិច្ចការទាំង line ណាដែលនៅលើ track គឺត្រូវបានបង្ហាញនៅលើ timeline window អញ្ចឹងយើងអាចយល់បានថា track ហ្នឹងគឺជាធ្នើឬក៏ជាបាទជាកន្លែងសម្រាប់យើងដាក់វីដេអូអញ្ចឹងបើយើងធ្វើទៅលើ track motion ទាំងមូលគ្រប់វីដេអូគឺមានបានមានសកម្មភាពមានការកែប្រែដូចគ្នាទាំងអស់ដូចការកែប្រែលើ track តែមួយឧទាហរណ៍ថា track នឹងមួយណាយើងចង់កែនៅតែវីដេអូនេះទេប៉ុន្តែយើងកែលើនេះយើងថាយើងបរួមណានេះវីដេអូទី1វីដេអូទី2ទាញដាក់មកក៏ដូចវីដេអូទី1ដែរហេតុអីព្រោះវានៅលើ track តែមួយតោះណាអញ្ចឹងឲ្យយកពាក្យថា track ហើយនឹង clip ខុសគ្នាហើយធ្វើម៉េចដើម្បីឲ្យកែទៅដាច់ពីគ្នាទៅមានឲ្យថតទុកតាដើម្បីដាច់ពីគ្នាយើងមានប៊ូតុងមួយនេះគេហៅថា event pan crop ឃើញទេប៊ូតុងនេះបាទប៊ូតុងហ្នឹងគឺអ្នកអាចធ្វើការលើ clip មួយបានគ្រប់ clip គឺមានប៊ូតុងហ្នឹងហើយគឺរបៀបប្រើស្តៀងគ្នាទៅទាំងបាទ track motion ដែរអាច add keyframe អីបានដូចគ្នាអត់ខុសគ្នាមានដូចគ្នាគ្រាន់តែវាមាន mask មានអីចឹងទៅបាទអញ្ចឹងដើម្បីប្រើវាបានគឺយើងគ្រាន់តែផ្លែកបន្តិចផ្លែកត្រង់បើអ្នកឲ្យបរួមវីដេអូរី
បាទបង្រៀនវារួមមូឆ្វេងវាទៅស្ដាប់មូស្ដាប់ទៅចឹងវិញគាត់តែប៉ុណ្្នឹងឯងបាទអញ្ចឹងវាអត់មានអីលំបាកទេខ្ញុំយក default វិញមកគ្រាន់តែអ្វីដែលត្រូវកែត្រូវប្រើច្រើនហ្នឹងគឺតាក់ទងនឹង mask ទេលើការនឹង tool នេះដូចគ្នាទាំងអស់ mask ហ្នឹងគឺខ្ញុំនឹងលើកនៅសប្តាហ៍ក្រោយបាទអញ្ចឹងថ្ងៃនេះគឺ